Ok, nó đang chấm nói tí bấy trong đang bằng hai nhiều pi biết đầmឡើង template ចូលទៅក្នុង Blogger អញ្ចឹងដើម្បីតម្ហើដំឡើង template មួយបាននោះយើងត្រូវមាន template មួយដែលយើងអាចធ្វើការ download ពីណាក៏បានដែរបាទដូចជាពី website bonseha.com នោះអញ្ចឹងបន្ទាប់មកយើងចូលពាក្យថា Blogger នេះមនុស្ស Blogger គាត់អញ្ចឹងយើងអាចធ្វើការទាញយក template ទាំងអស់នេះអញ្ចឹងឥឡូវនេះខ្ញុំលើកនៅ template មួយមកនិយាយគឺ Newsfeed Premium Free Download នេះក៏ដាក់ free បាទអញ្ចឹងខ្ញុំលើកអានេះយើងមើល demo អញ្ចឹងនៅពេលដែល template ហ្នឹងវាគឺវារបស់ក្រុមហ៊ុន Temporary Template ហើយ official វាគឺជាតម្លៃ$9បាទអញ្ចឹង template ហ្នឹងវាមានលក្ខណៈបែបនេះអូខេយើងមើលទៅគឺវាមានភាពស្រស់ស្អាតតាក់ទាញហ្នឹងទៅអញ្ចឹងយើងស្រឡាញ់រៀបរៀងវាបាទវាមានពេលយប់មានពេលថ្ងៃដាក់ងូតអីមើលទៅត្រជាក់ភ្នែកអញ្ចឹងកុំឲ្យវែងឆ្ងាយអញ្ចឹងដើម្បីកុំឲ្យយើងចង់តម្លើង template ហ្នឹងគឺយើងចូលទៅកាន់យើងវិលមក Blogger របស់យើងវិញនេះមកតោះមកយើងចុចលើពាក្យថា theme បន្តមកទៀតយើងចុចលើយកពាក្យថា edit HTML បន្តមកយើងចុច Control អក្សរ A keyboard ចុច Control អក្សរ A ដើម្បីធ្វើការលុបកូដនឹងចេញរួចហើយយើងចូលទៅកាន់ template ដែលយើងបាន download មកបន្តិចទៀតហើយខ្ញុំនឹងផ្ញើ template នឹងឲ្យដើម្បីឲ្យយើងសាកល្បងទាំងអស់គ្នាអញ្ចឹងខ្ញុំចូលទៅកាន់ template ហ្នឹងនេះគេហៅថាNewsfeed template អានេះមុននឹងយើងតម្លើង template ហ្នឹងយើងចុចអានេះសិនមកដើម្បីធ្វើការ save ហើយយើងមើលអាកន្លែងទំព័រនេះទំព័រដែលខ្ញុំបានបរៀនយើងមុនហ្នឹងឬក៏បានបង្ហាញមុនហ្នឹងអញ្ចឹងណានៅពេលដែលយើង refresh ទៅគឺវាដាក់ថា welcome to the world គេហទំព័រទទេអត់មានអីទេអញ្ចឹងយើងធ្វើបែបនេះដើម្បីសម្អាតនៅកូដផ្សេងឲ្យវាមានលក្ខណៈដើរឲ្យកាន់តែលឿន smooth ល្អអញ្ចឹងឥឡូវกระดาษយើងទទេហើយអញ្ចឹងយើងត្រូវទាញនេះអានេះគេហៅ Newsfeed template pro នេះចូលយើងទាញចូលមកយើងអត់មានធ្វើអីទេយើងចុច save តែម្ដងណាបន្ទាប់ពីយើងចុច save ហើយយើងចូលទៅកាន់យើងត្រឡប់ទៅវិញចុះយើងអត់បាច់ធ្វើអីទេកន្លែងនេះយើងអត់មានត្រូវកាលណាយើងលុបកូដណាមួយនោះវា error ហើយបើ error យើងអាចចុច delete ចោលទៅហើយយើងតម្លើងវាយើងទាញវាចូលមកប្រយ័ត្នប្រយែងម្ដងទៀតហើយ save ទៅលេខអីហ្នឹងណាអញ្ចឹងនៅពេលដែលយើងទាញចូលហើយនេះវា update គេដាក់ថា successful អញ្ចឹងយើងត្រឡប់ទៅវិញយើង refresh កន្លែងនេះមួយបាទហើយយើងចូលទៅកាន់ refresh គេហទំព័រដែលយើងបានផុសហ្នឹងវាមានភាពស្រស់ស្អាតនិងទាក់ទាញជាងមុនអញ្ចឹងរបៀបតម្លើង template គឺប៉ុណ្្នឹងឯងអាហ្នឹងគឺ install theme ចូលទៅក្នុង Blogger ណា